នេះត្រូវបានធ្វើឡើងដោយ Uncle Best Grilled Herd ទឹកជ្រលក់មានរសជាតិឆ្ងាញ់ហើយងាយស្រួលញ៉ាំទឹកស៊ុបសាច់មិនខុសពីរន្ធទាំង7នៃខ្សែត្បូងធ្មេញនោះទេឡុងស៊ីនបានយកដូចខាងក្រោមតារាបណាអ្នកយកបេះដូងមនុស្សធម្មតាបន្ទាប់មកខ្ញុំអាចរស់នៅដោយសុខដុមជាមួយស្ថានសុខសូមព្រះអង្គទ្រង់បានប្រកបដោយព្រះជន្មវន្តឆាប់ជាទីបំផុតខ្ញុំបានឮថាមានមន្ត្រីតុលាការជាច្រើនអ្នកដែលមានវាសនាខ្លាំងពូកែគឺជាអ្នកដែលខ្ញុំចង់កោះហៅថ្ងៃនេះខ្ញុំបានកោះហៅអ្នកជាពិសេសសម្រាប់ពិធីជប់លៀងសម្រាប់ពួកអ្នកបម្រើរបស់ខ្ញុំនិងអ្នកបម្រើរបស់ខ្ញុំអសប្បាយជាមួយគ្នាចំពោះពរជ័យនៃស្ថានសួគ៌សូមព្រះជាម្ចាស់ប្រទានពរដល់អាណាចក្រអាជីវកម្មដ៏អស្ចារ្យរបស់ខ្ញុំសៀងជីបិតាស្ដេចរឿងរបស់ប្អូនប្រុសរបស់អ្នកតើអ្នកមានការត្អូញត្អែរណាមួយថាខ្ញុំពិតជាបានសម្លាប់អ្នកមែនទេបុរសស្មោះត្រង់ម្នាក់បានសម្លាប់បងប្រុសរបស់អ្នកដទៃតើអ្នកអាចធ្វើដូចម្តេចដើម្បីកុំឲ្យមនុស្សអស់ព្រះបិតាស្ដេចដារ៉េគឺជាស្ដេចដែលត្រូវការរដ្ឋមន្ត្រីរបស់ព្រះអង្គរដ្ឋមន្ត្រីដែលកំពុងស្លាប់នោះគ្មានជំរឿអ្វីក្រៅពីស្លាប់ដើម្បីឪពុករបស់លោកឡើយជីហ្វាបានបម្រើការជាឪពុករបស់ចៅគឺអស់រយៈពេលជាច្រើនឆ្នាំពួកគាត់ព្រះមហាក្សត្រគឺជាអត្តភិលោករបស់គាត់តាជីហ្វាមិនដែលធ្វើបែបនោះទេបិតាស្ដេចបានគំរាមកំហែងអ្នករាល់គ្នាខ្ញុំមានអារម្មណ៍ដូចគ្នាខ្ញុំជឿថាអ្នកនឹងអង្គុយចុះសូមអរគុណឪពុកនិងបងប្អូនស្រីបានឲ្យរឿងនេះយ៉ាងរហ័សបុរសចំណាស់មានល្បិចខ្លះនៅក្នុងដៃអោរបស់គាត់គុំឲ្យគាត់និយាយអីប្រយ័ត្នខ្លួនឯងទៅពិតព្រះករុណាឲ្យសូមប្រទានស្រានេះឲ្យខ្ញុំផងខ្ញុំនឹងមិនផឹកស្រាមួយកែវជាមួយស្ដេចទេចិត្តណាល្អរបស់ប្រពន្ធចុងមិនមែនជាធម្មជាតិទេខ្ញុំមិនអាចធ្វើឲ្យអ្នកខកចិត្តបានទេប៉ុន្តែថ្មីនេះខ្ញុំមានអារម្មណ៍ថាមានអ្វីដែលល្អជាងស្រានេះទៀតអាហារដែលមានប្រយោជន៍ជាងនេះទៅទៀតសម្រាប់អធិរាជនីការយកសៀវភៅណែនាំវិទ្យាសាស្ត្រគឺជាអ្វីដែលអ្នកត្រូវធ្វើតើមានវិធីសាស្ត្រថែរក្សាសុខភាពបុរាណអ្វីខ្លះវាទាមទារឲ្យមានចិត្តដែលមានការវិនិច្ឆ័យល្អិតល្អន់និងមានការយល់ដឹងជ្រៅជ្រះជាអ្នកណែនាំប៉ុន្តែបេះដូងដែលមានរន្ធទាំង7និងសម្រស់ដ៏ប្រណិតគឺកម្រមានណាស់បេះដូងមនុស្សក៏អាចតាក់ទាញស្រីស្នេហ៍បានដែរមើលខ្ញុំទៅខ្ញុំថែមទាំងដឹងវិធីសាស្ត្រថែរក្សាសុខភាពទៀតផងតើខ្ញុំអាចមិនចង់ចែករំលែករឿងនេះជាមួយអ្នកដោយរបៀបណាគួរឲ្យសង្ស័យ